អត្ថាធិប្បាយពុទ្ធភាសិតខ្លីៗអត្តាហិកិរៈទុត្តមោលោកថាខ្លួននឹងហើយដែលបុគ្គលទូលមានបានដោយកម្រពាក្យថាខ្លួនលោកសំដៅយកចិត្តខ្លួនគឺចិត្តយើងនេះដែលថាលំបាកប្រដៅនោះគឺលំបាកនឹងទូលមានឲ្យលុះក្នុងអំណាចខ្លួនជាទីបំផុតព្រោះចិត្តរមែងត្រាច់ទៅក្នុងអារម្មណ៍ផ្សេងជាចិត្តក្លែងក្លងនៅមិននឹងដូចកូនក្មេងដែលមិនដឹងអ្វីឬដូចកូនគោដែលគ្មានកន្លុះដែលគេឃ្លុំចិត្តសន្ទូងក៏រមែងទាញទៅរកសន្ទូងដោយអាការៈផ្សេងនៅមិននឹងដូច្នោះឯងមួយទៀតខ្លួននេះលោកសំដៅយកទាំងអត្តភាពនិងចិត្តហើយដែលជាលំបាកទូនមាននោះគឺលំបាកនឹងទូនមានកាយវាចាចិត្តឲ្យមានសន្តាប់ធ្នាប់ល្អឲ្យតាំងនៅក្នុងកុសលធម៌សីលធម៌ឬកាលបើអយតនៈខាងក្នុងនិងអយតនៈខាងក្រៅជួបប្រទះប៉ះគ្នាហើយក៏លំបាកនឹងទូនមានឲ្យមានសមមនុស្សនិងតោមនុស្សកើតឡើងបានព្រោះហេតុនោះបុគ្គលដែលទូនមានខ្លួនគឺទូនមានកាយវិចាចិត្តអាយតនៈទាំង6បានហើយឈ្មោះថាមានជ័យជំនះប្រសើរណាស់ដោយពុទ្ធភាសិតដែលលោកសម្ដែងថាអត្តាហិកិរៈទុត្តមោលោកថាខ្លួននឹងហើយដែលបុគ្គលទូនមានបានដោយកម្រដូច្នោះឯង